បាទជំរាបសួរពុកម៉ែបងប្អូនដោយតែពុកម៉ែបងប្អូនបានឃើញព័ត៌មានអញ្ចឹងណាបាទអញ្ចឹងខ្ញុំសូមជួយចែករំលែកតិចបងប្អូនបាទចំពោះជាក់ស្ដែងយើងឃើញថាមានការទម្លាក់គ្រាប់នៅខាងស្រុកបណ្ណនខេត្តបាត់ដំបងយើងហ្នឹងបាទផឹកមិញហ្នឹងបាទចំនួន4 5គ្រាប់អញ្ចឹងណាបាទហើយគ្រាប់ហ្នឹងវារៀងទូចតែទេអញ្ចឹងណាតែសារវាប្រើយន្តហោះទេ50អញ្ចឹងណាបងប្អូនបាទហើយយន្តហោះហ្នឹងវាទម្លាក់គ្រាប់វាអត់សូវធំដូចគ្រាប់16ទេអញ្ចឹងណាបាទហើយគេទម្លាក់ទៅតាមតំបន់ដែលថាខាងភាសឹកអីអត់សុំទោសខាងតាហ៊ានបាទខាងកងពលទូយកងពលអីចឹងណាបាទនិយាយទៅវាមានកេងសម្ងាត់របស់វាបងប្អូនវាមានកេងសម្ងាត់របស់វាដល់ពេលចឹងទៅវាមានអ្នកយកការឲ្យថាអូនៅបាត់ដំបងមានកងពលនេះកងពលនោះចឹងទៅបងប្អូនដែលនៅជិតកងពលហ្នឹងបាទកងពលតូចកងពលធំអីក៏ដោយបាទយើងសូមរកទីសុវត្ថិភាពឆ្ងាយពីនឹងតិចសិនទៅចឹងណាបាទហើយបើបងប្អូននៅក្នុងក្រុងនៅអីចឹងគឺយើងរក្សាភាពស្ងប់ស្ងាត់ស្ងៀមស្ងាត់យើងកុំចលាចលចឹងណាបាទអត់អីទេយើងនៅក្នុងផ្ទះនៅក្នុងអីធម្មតាទៅបើអត់ចាំបាច់យើងកុំចេញក្រៅអញ្ចឹងណាបាទហើយបើយើងចាំបាច់យើងត្រូវទៅណាអីយើងទៅហើយយើងចាប់ចូលផ្ទះវិញអញ្ចឹងណាបាទយើងកុំជីបើយើងនិយាយសួរស្អាប់គឺកុំជីរហេតុរហូតញ៉ៃពីព្រោះវាអត់តន់ស្រួលបួលប្រទេសជាតិអត់តន់ស្រួលបួលវាកំពុងតែមានភាពចលាចលអញ្ចឹងយើងខ្លាចពេលខ្លះគេអត់តម្លាក់មកវាចំទីតាំងហ្នឹងទេតែវាខ្ទាតក្របខ្ទាតអីមកគ្រោះថ្នាក់យើងអញ្ចឹងណាបាទអញ្ចឹងបងប្អូនដែលរស់នៅក្នុងក្រុងឆ្ងាយពីកន្លែងប្រទាយពីអីអញ្ចឹងពីភូមិពីអីចឹងគឺអត់អីទេហើយសូមជូនពរបងប្អូនទាំងអស់នៅក្នុងខេត្តបាត់ដំបងក៏ដូចជាទីរួមខេត្តទីរួមស្រុកក៏ដូចជាបងប្អូនប្រជាពលរដ្ឋក្នុងព្រះរាជាណាចក្រកម្ពុជាទាំងអស់សូមសុខសុវត្ថិភាពទាំងអស់គ្នាទាំងបងប្អូនធ្វើដំណើរទៅទីណាក៏ដោយសូមឲ្យសុខសុវត្ថិភាពទាំងអស់គ្នាហើយសូមឲ្យបារមីលោកតារបស់កញ្ញងកាច់បំបាក់កាច់ទម្លាក់វាឲ្យឆេះឲ្យធ្លាក់ឲ្យអស់យន្តហោះរបស់ចៅថៃដែលមានមកបំពេញនៅក្នុងទឹកដីប្រទេសយើងកាច់បំបាក់ទម្លាក់ឲ្យវាឆេះឲ្យអស់សូមបារមីលោកតាជួយកាច់បំបាក់វាផងបាទអរគុណសូមគោរពលា